កាលដើមឡើយនៅភូមិមួយក្បែរមាត់ទន្លេធំមានក្រពើមួយក្បាលមានកម្លាំងដ៏មហិមានិងខ្លាំងក្លាបំផុតលើក្រពើនានាជារឿយវាលាក់ខ្លួននៅខ្លោមទឹករង់ចាំដោយអត់ធ្មត់ចំពោះសត្វព្រៃណាដែលហ៊ានចូលផឹកឬក៏ចូលមុជលេងនៅក្នុងទឹកទន្លេនោះវាបានប្រើសមត្ថភាពដ៏កាចសាហាវរបស់វាដើម្បីចាប់នៅសត្វទាំងនោះដែលចុះមកនៅជិតច្រាំងទន្លេថ្ងៃមួយគោរបស់កសិករក្នុងតំបន់បានដើរទៅជិតទឹកពេកដោយមិនដឹងពីគ្រោះថ្នាក់ដែលកំពុងលាក់ខ្លួននោះទេគោទឹកបានចូលទៅក្នុងទឹកហើយផឹកដោយការស្រែកឃ្លានក្រពើនៅលាក់ខ្លួនខាងក្រោមនោះដែលមានចលនារហ័សក៏បានលូនចេញមកហើយចាប់គោទាញមកក្រោមទឹកដោយកម្លាំងគួរឲ្យភ្ញាក់ផ្អើលអ្នកភូមិដែលស្គាល់តំបន់នោះច្បាស់បានកត់សម្គាល់ឃើញគោដែលបាត់នោះភ្លាមហើយដឹងថាមានអ្វីកើតឡើងចំពោះសត្វគោនោះពួកគេបានប្រញាប់ប្រញាល់ទៅទន្លេដោយព្យាយាមរកវិធីសង្គ្រោះសត្វគោឬយ៉ាងហោចណាស់ក៏បញ្ឈប់ក្រពើពីការបរបាញ់សត្វគោរបស់កសិករផងដែរប៉ុន្តែក្រពើនោះមានកម្លាំងខ្លាំងពេកហើយគ្មានអ្នកណាម្នាក់អាចឃាត់វាបានឡើយចាប់ពីពេលថ្ងៃនោះមកអ្នកភូមិកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ដោយធានាឲ្យហ្វូងសត្វរបស់ពួកគេនៅឆ្ងាយពីច្រាំងទន្លេដ៏គ្រោះថ្នាក់ដោយដឹងថាក្រពើនោះបានគ្រប់គ្រងដែននោះដោយភាពស្ងាត់ស្ងៀមជាទីបំផុត